ចាំមិនដែរមានតែបរិច្ចាគទៀតហើយច្បាស់អើយវីដេអូចឹងមានអ្នកមើលដល់ទៅ1លានអ្នកហើយនៅក្នុងchươngនេះបើសិនជារក content បានល្អប្រកាសជារលួយបានច្រើនគេនិយាយថាបើសិនជានរណាចិញ្ចឹមជ្រូកកញ្ញាំ5នោះគ្រួសាររបស់គេទាំងមូលនឹងត្រូវស្លាប់ដើម្បីរកឃើញការពិតនៅពីក្រោយរឿងនេះកុំភ្លេចតាមដានទស្សនាវីដេអូរបស់ពួកយើងណាអ្នកស្រុកនេះជាលើរឿងព្រៃនោះខ្លាំងណាស់ពួកគេជឿថាវាមានចងពៀនឹងកើតមកជាជ្រូកកញ្ញាំ5បើហ៊ានប៉ះភ្នំអាដាមណាមពួកគេនឹងខ្សែជាបន្ទាន់សុកព្រឹសសម្បត្តិមានអារម្មណ៍ថាតិចស្រាប់នេះនិយាយលេងទៅដឹងមកថតវីដេអូខ្មោចហើយនឹងខ្លាចខ្មោចទេមានគេមកប៉ះពាល់ភ្នំអាដាមណាមដូច្នេះឲ្យទៅខ្មោចនេះចេញមកអប់លោកហើយនេះអាចធ្វើឲ្យមនុស្សសោយទៅទាំងភូមិណាដឹងទេមកដល់ណាខ្លាចជាខ្មោចចោកពីហើយហើយនាងនឹងមិនទុកជីវិតឲ្យកូនស្រីរបស់លោកទេឈីឯងចង់ទៅណាហ្នឹងទៅជួយកូនស្រីខ្ញុំទៅណាដែរទេជួយខ្ញុំផងអាយូ